ប៉ាអូនបរិបូរស្រក13គីឡូដោយការផ្លាស់ប្ដូររបបអាហារកំឡុងពេល3ខែជាមួយនឹងការហាត់ប្រាណតិចតួចប៉ុន្តែផ្លាស់ប្ដូររបបអាហារ180ដឺក្រេតែម្ដងគាត់ឡើងចិត្ត120គីឡូតាំងពីកណាត់អូនបរិបូរមកឥឡូវនេះស្រកបាន13-14គីឡូវិញហើយប៉ាអូនបរិបូរអត់មានជំងឺទឹកនោមផ្អែមឬមួយក៏ជំងឺលើសឈាមអីទេគឺឡើងគីឡូយកតែម្ដងហើយហាត់ប្រាណដែរប៉ុន្តែអត់ស្រកទេហាត់ប្រាណក៏ហាត់ញ៉ាំក៏ញ៉ាំហាត់ប្រាណប៉ុន្តែរបបអាហារមិនបានត្រឹមត្រូវការឡើងគីឡូនោះធ្វើឲ្យគាត់មានសភាពអត់ស្រួលខ្លួនណែនៅក្នុងខ្លួនចាប់ផ្ដើមឈឺសន្លាក់ឈឺជើងពិបាកនៅក្នុងការដើរពិបាកក្នុងការធ្វើសកម្មភាពទូទៅប្រចាំថ្ងៃអញ្ចឹងក៏សម្រេចចិត្តថាទៅពេទ្យដើម្បីសុំយោបល់ព្រោះអីហាត់ប្រាណក៏មិនស្រកហើយធ្វើ fasting ធ្វើអីដែរក៏វាអត់មានប្រសិទ្ធភាពក៏សម្រេចចិត្តទៅពេទ្យទៅអញ្ចឹងខ្ញុំនឹងចែករំលែកអ្វីដែលពេទ្យថៃគាត់បានណែនាំមកពីការរៀបចំរបបអាហារឡើងវិញតាមពិតទៅអត់មានអីស្មុគស្មាញទេគ្រាន់តែភាគច្រើនវាជាការយល់ច្រឡំដែលយើងអត់បានចាប់អារម្មណ៍ហើយគោលដៅនៅក្នុងការសម្រកគីឡូនេះគឺមិនមែនស្រកតែគីឡូឯងគឺចង់រក្សាសាច់ដុំរបស់គាត់នៅដដែលមិនមែនឲ្យទៅជាមនុស្សស្គមតៃអ្វីទេស្រកគីឡូហើយនៅឃើញខ្លួនឯងជាប្រុសស្អាតទេហ្នឹងគឺគោលដៅគឺស្រកខ្លាញ់កុំឲ្យឃើញមានខ្លាញ់ទៅឃើញធាត់ខ្លាំងហើយការពារកុំឲ្យមានបញ្ហាសុខភាពទៅអនាគតខ្លាចមានជំងឺទឹកនោមផ្អែមឬមួយក៏អីផ្សេងទៀតដែលយើងអត់ដឹងឥឡូវនេះដំណើរនៅក្នុងការស្រកគីឡូហ្នឹងគឺវាបានជោគជ័យបដាហើយខ្លាញ់ក្បាលពោះរបស់គាត់គឺថាបាត់ប្រហែលជាចូល60%ហើយតែការលក់មុនវិញក្បាលពោះរបស់ប៉ាអូនបរិបូរវិញគឺដូចចំហួយអញ្ចឹងឡើងថលតែម្ដងហើយពេលព្រឹកឡើងអាហារដែលគាត់ញ៉ាំហ្នឹងគឺខ្ញុំឲ្យគាត់ញ៉ាំបាប់មួយកញ្ចប់ឬមួយក៏ថ្ងៃខ្លះពងមាន់ស្ងោរមួយគ្រាប់ហើយហេតុអីបានជាឲ្យញ៉ាំបាប់បបរកូនក្មេងតាមពិតទៅបាប់ហ្នឹងគឺវាមានជាតិកាបូនអ៊ីដ្រាតវាមានប្រូតេអ៊ីនវាមានវីតាមីនវាមានជាតិខ្លាញ់ល្អដែលនៅក្នុងមួយកញ្ចប់ហ្នឹងគ្រប់ហ្មងសម្រាប់គាត់អត់ចាំបាច់អង្គុយរនឹកថាត្រូវធ្វើអីឲ្យគាត់ញ៉ាំទេអញ្ចឹងបបរកញ្ចប់នេះមិនមែនសម្រាប់តែកូនក្មេងទេមនុស្សធំក៏យើងអាចញ៉ាំបានដែរសម្រាប់ខ្ញុំថ្ងៃខ្លះក៏ខ្ញុំញ៉ាំដែរសម្រាប់គាត់ដែលចង់សម្រកគីឡូហើយត្រូវការវីតាមីនប្រូតេអ៊ីនអីអាចញ៉ាំបានដូចគ្នាតែឈើនៅខាងក្នុងហ្នឹងបរិមាណសមស្របមួយ serving របស់គេ120ក្រាមគឺត្រូវម៉ាច់ហ្មងព្រោះបរិមាណផ្លែឈើមួយថ្ងៃតែគាត់ត្រូវការហើយថ្ងៃត្រង់វិញគឺគាត់ញ៉ាំសាច់ធម្មតាតែមិនមែនជាសាច់ដែលមានជាតិខ្លាញ់ទេញ៉ាំសាច់សុទ្ធចឹងទៅហើយអត់ញ៉ាំបាយឬមួយក៏ដំឡូងឬមួយក៏កាទៀវឬមួយក៏នំបញ្ចុកអីទេហើយញ៉ាំបន្លែបៃតងអញ្ចឹងញ៉ាំតែសាច់ហើយនឹងបន្លែទេពេលល្ងាចដូចគ្នាគឺញ៉ាំតែសាច់ហើយនឹងបន្លែដូចគ្នាអញ្ចឹងការសម្រកគីឡូមួយនេះអត់មានធ្វើបាបខ្លួនទេហើយបងប្អូនកុំយល់ច្រឡំថាញ៉ាំសាច់អញ្ចឹងឡើងគីឡូអត់ទេញ៉ាំសាច់គឺរក្សាប្រូតេអ៊ីននៅខាងក្នុងខ្លួនរក្សាសាច់ដុំនៅក្នុងខ្លួនយើងឲ្យបានល្អជាពិសេសមនុស្សប្រុសពេលដែលគាត់ស្រកគីឡូទៅគឺអត់ចង់ឃើញគាត់តៃអ្វីបាត់សាច់ដុំទេអញ្ចឹងដូចខ្ញុំនិយាយចឹងគោលដៅគឺស្រកខ្លាញ់ទុកសាច់ដុំគឺញ៉ាំសាច់ញ៉ាំបន្លែតែបន្ថយជាតិម្សៅពីក្នុងរបបអាហារយើង